ok ត្រង់ចំណុចនេះយើងមករៀនរបៀបសរសេរ Unicode នៅក្នុង Photoshop ដំបូងយើងត្រូវមាន font Unicode សិនអញ្ចឹងបើយើងអត់មានទេយើងអាចទៅ download នៅក្នុងsansuchia.org suchia.org គឺពួក font KH Unicode KH អញ្ចឹង Unicode មាន2 KH មួយហើយនឹងខ្មែរ OS មួយអូខេអញ្ចឹងយើងអាចចូលទៅ download លីមួនពួក Unicode នឹងបាននៅក្នុង website www.sansuchia.org នៅក្នុងចំណុចនោះមានប៊ូតុងមួយឈ្មោះថាទាញយក software ទាញយកកម្មវិធីសម្រាប់ដំឡើងក្នុង computer យើងនឹងឃើញនេះ all font and Unicode អញ្ចឹងយើងចុចលើនឹងទៅទាញយកតែម្ដងបន្ទាប់ពីទាញយកហើយយើងយកទៅ install អូខេ desktop start ទំហំប្រហែលជា 5.22 មេGB ក្រោយពីយើង download ហើយយើងចូលទៅរកជាប្រភេទ RAM មិញ all font and Unicode all font and Unicode font lemon and Unicode អូខេយើងពន្លាតវាចេញពី file WinRAR មក extract to font អូខេទោះមកយើងនឹងឃើញវានៅខាងណានោះបាញ់មិញវាចេញនេះនៅក្នុងនេះអញ្ចឹងគឺនៅក្នុងនេះទាំងអស់នេះពួកដែលសរសេរនៅក្នុង Unicode បាននេះពួក KH អញ្ចឹងវាមាន2នេះខ្មែរ OS ហើយនិង KH អញ្ចឹងយើង install ទាំងអស់ Control A right click ហើយយកពាក្យថា install អញ្ចឹងគឺយើង install font close បន្ទាប់មកយើងមកបើកកម្មវិធី program Photoshop របស់យើងយើងបង្កើតទាំងថ្មីមួយយើងសរសេរជា Unicode ត្រង់នេះយើងដូរជា Unicode អាចជាខ្មែរអាចជា KT អូខេដល់ហើយយកអក្សរ G មកសរសេរsize font ព្រះពុទ្ធសាសនាដល់មកយើងដូរជានេះជា KH បាត់ដំបង KH បូកូឬក៏ KH content ក៏បានដែរយក KH បាត់ដំបងគេខ្ញុំសរសេរព្រះពុទ្ធសាសនាអូខេអាចសរសេរបានឬក៏យើងអាចដូរជា KH មូលបាលីឬក៏ជា KH មូលខ្មែរមូលនេះជា KH មូលក៏បានអាចសរសេរបានអូខេ
Chẳng miền tại Việt Nam anh nằm bài sẽ bán cứ thì mỗi dừng download phone của KA dùng mà install này chỉ cả sạch